ដើរម្នាក់ឯងហត់ដើរមានគ្នាបែបធូរហេតុអ្វីធម្មតាយើងធ្វើដំណើរក្នុងទីក្រុងដោយថ្មើរជើងមានគ្រឹះស្ថានធំខ្ពស់ត្រដែតមានភូមិគ្រឹះមានហាងទំនិញរំលេចដោយក្បូរក្បាច់រចនាគ្រប់បែបយ៉ាងមានសួនច្បារមានអ្នកដំណើរនិងរថយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ខ្វាត់ខ្វែងតាមដងវិថីបានទាក់ទាញអារម្មណ៍យើងនាំឲ្យយើងភ្លេចអស់នៅការហត់នឿយក្នុងការធ្វើដំណើរដោយជើងជួនយើងរវល់តែផ្លឹកនិងទិដ្ឋភាពជុំវិញខ្លួនស្រាប់តែដើរទៅដល់ទីដៅដោយមិនដឹងខ្លួនតែម្ដងពេលប្រកបការងារដោយពលកម្មបើយើងចេះតែផ្លាស់ប្ដូរមុខការរបស់យើងដូចជាការរត់ទៅរែកទឹកមួយផ្លែតរត់ទៅដាំបន្លែមួយផ្លែតធ្វើនេះបន្តិចធ្វើនោះបន្តិចការផ្លាស់ប្ដូរមុខងារយ៉ាងនេះនាំឲ្យយើងធូរកម្លាំងច្រើនមិនហត់នឿយប៉ុន្មានទេទោះបីត្រូវប្រកបការងារនោះអស់រយៈពេលជាច្រើនក៏ម៉ោងក៏ដោយយើងសឹងជ្រាបស្រាប់ហើយថាពេលកងទ័ពធ្វើដំណើរតែងមានចម្រៀងច្រៀងចយាត្រាហើយបោះជំហានលាន់សំឡេងប្រកបដោយសង្វាក់យ៉ាងមានរបៀបរៀបរយធ្វើយ៉ាងនេះក៏ជាមធ្យោបាយបន្ធូរការនឿយហត់នៃយុទ្ធជនដែរមនុស្សលោកធ្លាប់មានការពិសោធន៍ក្នុងជីវភាពខ្លួនច្រើនដូចជាមានការចំណាំដឹងថាបើការប្រកបការងារអ្វីមួយដោយកាយវិការដដែលនោះមកជាឆាប់ហត់នឿយអស់កម្លាំងមិនខានតួយ៉ាងរឿងរែកពុនជាដើមបើយើងរែកឬពុនតែស្មើម្ខាងនោះប្រកាសជាឆាប់ចុកស្មាហើយឆាប់អស់កម្លាំងណាស់ផ្ទុយទៅវិញបើយើងផ្លាស់ប្ដូរម្ដងរែកស្មាខាងឆ្វេងនោះយើងអាចរែកអំរែកដុតធ្ងន់ហើយធ្វើដំណើរបានឆ្ងាយដោយមិនសូវនឿយហត់ប៉ុន្មានឡើយក្រៅពីនេះដូចជារឿងឈរធ្វើការបើយើងចេះតែឈរមួយកន្លែងធ្វើការមកជាឆាប់រយជើងអស់កម្លាំងជាមិនខានតែបើឈរផងអង្គុយផងនោះទោះជាការងារមមាញឹកយ៉ាងណាក៏មិនងាយអស់កម្លាំងមិនងាយហត់នឿយឡើយនៅទីវាលដ៏លហោលហេវមួយបើយើងដើរតែម្នាក់ឯងដៃទាំងសងខាងបង់បោយចុះឡើងលាន់ស្នូជាសង្វាក់ស្រោកលាយដោយសម្រាប់ជើងយ៉ាងគួរឲ្យស្រងេះស្រងោយក្រៃលែងលុះដើរយូរទៅជាសូរសំឡេងដ៏គ្មានន័យនេះវាលាន់ឮផ្ទួនធ្វើឲ្យសកម្មភាពខួរក្បាលយើងកាន់តែខ្សោយទៅទីបំផុតយើងក៏ត្រូវអស់កម្លាំងហត់នឿយយ៉ាងខ្លាំងប៉ុន្តែប្រសិនបើយើងដើរបណ្ដើរហើយច្រៀងហឹមឬក៏មានមិត្តភ័ក្តិដើរកំដរនិយាយឆ្លើយឆ្លងគ្នាបណ្ដើរនោះទិដ្ឋភាពវាផ្ទុយពីនេះស្រឡះព្រោះខណៈនោះនៅជុំវិញទិដ្ឋភាពខួរក្បាលយើងប្រទេសចេញនៅសកម្មភាពថ្មីហើយសកម្មភាពថ្មីនេះវាជ្រែកយកទីថ្មីរបស់វាធ្វើឲ្យសកម្មភាពដើមធ្លាក់ខ្សោយទៅបណ្ដោយឲ្យសកម្មភាពថ្មីមានប្រៀបជាងការផ្លាស់ប្ដូរអារម្មណ៍នេះបានធ្វើឲ្យយើងស្វាងស្មារតីភ្លេចអស់ការនឿយហត់ដូច្នេះការធ្វើដំណើរមានគ្នាច្រើនហើយនិយាយឆ្លើយឆ្លងគ្នាបណ្ដើរផងអាចធ្វើឲ្យយើងមិនងាយឆាប់ហត់បានជាប្រកបតាមឯកសារវិទ្យាសាស្ត្រប្រាជ្ញ